ជាពួកគេមិនមានការសម្រេចចិត្តហើយរួមបញ្ចូលអ្វីគ្រប់យ៉ាងពាក្យចុងក្រោយរបស់ព្រះសង្ឃអេធីយ៉ូពីមួយអង្គអំពីព្រះយេស៊ូវគ្រីស្ទកំពុងបន្សល់ទុកនៅសំណួរដែលព្រះវិហារលោកខាងលិចតិចតួចណាស់ធ្លាប់បានដោះស្រាយអស់រយៈពេលជាង60ឆ្នាំមកហើយលោកបានរស់នៅក្នុងវត្តអារាមល្អាងមួយដែលឆ្លាក់ចូលទៅក្នុងច្រាំងថ្មចោតខ្ពស់នៅភាគខាងជើងប្រទេសអេធីយ៉ូពីដែលអាចទៅដល់បានដោយគ្រាន់តែឡើងខ្សែពួរចងតែមួយដែលធ្វើពីស្បែកពេប៉ុណ្ណោះនៅខាងក្នុងគាត់បានការពារសាត្រាស្លឹករឹតបុរាណមួយដែលសរសេរជាភាសាដែលចាស់ជាងច្បាប់ចម្លងភាគច្រើននៃព្រះគម្ពីរសញ្ញាថ្មីដែលនៅសេសសល់សាត្រាស្លឹករឹតនេះមានការបង្រៀនគួរឲ្យកត់សម្គាល់ណាស់ដែលគាត់មិនដែលផ្សព្វផ្សាយពីវាមិនដែលដកស្រង់ពាក្យរបស់វាហើយមិនដែលអនុញ្ញាតឲ្យវាចាក់ចេញពីបន្ទប់តូចរបស់គាត់ឡើយព្រះសង្ឃដែលគង់នៅក្បែរព្រះអង្គជឿថាអាថ៌កំបាំងរបស់វានឹងរលាយបាត់ទៅជាមួយព្រះអង្គប៉ុន្តែនៅយប់ចុងក្រោយនៃជីវិតរបស់គាត់ទីបំផុតគាត់បានជ្រើសរើសបំបែកភាពស្ងៀមស្ងាត់របស់គាត់ដោយសំឡេងខ្សឹបខ្សៀវខ្សោយគាត់បានបង្ហាញអ្វីដែលគាត់ហៅថាបញ្ញត្តិ3ដែលបាត់បង់របស់ព្រះយេស៊ូវគ្រីស្ទដែលជាពាក្យដែលគាត់ជឿថាត្រូវបានលុបចេញដោយចេតនាដោយក្រុមប្រឹក្សាព្រះវិហារជិត2000ឆ្នាំមុនពេលដែលយើងបង្ហាញពាក្យបញ្ជាទាំង3នោះសូមចំណាយពេលមួយផ្លែតដើម្បីជីវ Channel ហើយបើកការជូនដំណឹងដើម្បីកុំឲ្យអ្នកខកខានការរកឃើញនាពេលអនាគតនាពេលអនាគតឥឡូវនេះចូលយើងត្រឡប់ទៅរកការសារភាពចុងក្រោយរបស់ព្រះសង្ឃវិញបរិះចំណាស់សម្រាប់យ៉ាងស្ងៀមស្ងាត់នៅលើច្រាំងថ្មចោតបងប្រុសជូហាននេះដែលមានអាយុត្រឹមតែ26ឆ្នាំប៉ុណ្ណោះគឺជាអ្នកកាន់អាងនោះគាត់បានចំណាយពេល9ឆ្នាំចុងក្រោយនេះរស់នៅក្នុងផ្ទះរបស់ Deborah Demo យ៉ាងណាក៏ដោយក្នុងរយៈពេលទាំងអស់នោះគាត់មិនដែលឃើញដៃរបស់ព្រះសង្ឃចាស់ញ័រដូចពេលនេះទេឈរនៅក្បែរនោះគឺឌីកុនមីកែដែលមានវ័យចំណាស់ជាងនិងមានចរិតស្ងប់ស្ងាត់ជាងគាត់ជៀសវាងការមើលផ្ទាល់ទៅលើសាត្រាស្លឹករឹតបុរាណដែលលាតសន្ធឹងលើក្រណាត់ស្បែកពេរបស់វាទំព័រទាំងនោះត្រូវបានផលិតពីក្រណាត់ Vellum ហើយអត្ថបទត្រូវបានសរសេរជាភាសា Gezer ដែលជាភាសាពិសិដ្ឋបុរាណរបស់ប្រទេសអេធីយ៉ូពីដែលជាភាសាដែលប្រពៃណីនិយាយថាត្រូវបាននិយាយដោយទេវតាភ្នែករបស់អបេតឡើងស្រអាប់ដោយសារជំងឺភ្នែកឡើងបាយបន្ទាប់ពីមើលមិនសូវច្បាស់អស់រយៈពេលជាច្រើនឆ្នាំចុងម្រាមដៃរបស់គាត់មានស្នាមប្រឡាក់ខ្មៅជាអចិន្ត្រៃយ៍ដោយសារតែរយៈពេល6សវត្សរ៍នៃការជ្រលក់ប៊ិចដើមត្រែងចូលទៅក្នុងទឹកថ្នាំដៃគោគាត់លែងអាចអានពាក្យនៅលើទំព័រមុនគាត់បានទៀតហើយប៉ុន្តែគាត់មិនចាំបាច់ទេគាត់បានសិក្សាសាត្រាស្លឹករឹតនេះជារៀងរាល់ថ្ងៃចាប់តាំងពីគាត់មានអាយុ31ឆ្នាំគាត់ស្គាល់រាល់បន្ទាត់ដោយចាំទុកដូចជាមនុស្សម្នាក់ដឹងពីចង្វាក់បេះដូងរបស់ខ្លួនដែរហើយសាត្រាស្លឹករឹតនេះមិនដូចអ្វីដែលមនុស្សភាគច្រើនធ្លាប់បានឃើញនោះទេវាចាស់ជាងច្បាប់ចម្លងជាច្រើននៃព្រះគម្ពីរសញ្ញាថ្មីដែលនៅសេសសល់ហើយត្រូវបានគេជឿថាជាច្បាប់ចម្លងមួយក្នុងចំណោមច្បាប់ចម្លងមួយចំនួនតូចប៉ុណ្ណោះដែលនៅមានអ្វីដែលវាមានគឺហេតុផលដែលព្រះសង្ឃចាស់ទ្រុឌទ្រោមអង្គនេះដែលគង់នៅលើច្រាំងថ្មចោតមួយកន្លែងនៅភាគខាងជើងប្រទេសអេធីយ៉ូពីហ៊ាននឹងធ្វើអ្វីមួយដែលព្រះសង្ឃជាង30ជំនាន់មុនបានបដិសេធមិនធ្វើទីបំផុតគាត់នឹងនិយាយនេះជាអ្វីដែលមនុស្សជាច្រើនដែលធំធាត់នៅក្នុងសាសនាគ្រិស្តលោកខាងលិចមិនធ្លាប់បានឬព្រះគម្ពីរដែលប្រើនៅក្នុងព្រះវិហារលោកខាងលិចភាគច្រើនមិនមែនជាកាំភ្លើងធំតែមួយគត់នៃព្រះគម្ពីរនោះទេកាំភ្លើងធំលោកខាងលិចមានសៀវភៅចំនួន66ក្បាលខណៈដែលព្រះវិហារអូសូដុកសអេធីយ៉ូពីបានរក្សាទុកកាំភ្លើងធំចំនួន81ដើមក្នុងចំណោមសៀវភៅទាំងនោះមានសៀវភៅហេណុកដែលជាអត្ថបទមួយដែលត្រូវបានដកចេញពីកាំភ្លើងធំរបស់លោកខាងលិចវាពិពណ៌នាអំពីទេវតាឃ្លាំមើលចំនួន200នាក់ដែលចុះមកលើភ្នំហឺម៉ូនដោយយកប្រពន្ធមនុស្សហើយបង្កើតបានជាពួកនីហ្វីលីមវាថែមទាំងកត់ត្រាឈ្មោះដូចជាស៊ីមៀហ្សាអេហ្សលនិងបារេគៀលទៀតផងខណៈពេលដែលសៀវភៅនោះត្រូវបានទុកចោលពីកាំភ្លើងធំរបស់លោកខាងលិចវានៅតែបន្តត្រូវបានរក្សាទុកនៅក្នុងប្រទេសអេធីយ៉ូពីប៉ុន្តែសៀវភៅហេណុកមិនមែនជាហេតុផលដែលអាបាតេញ៉នៅលើគ្រែស្លាប់របស់គាត់នោះទេតើព្រះយេស៊ូវពិតជាបានមានបន្ទូលអ្វីសាត្រាស្លឹករឹតដែលដាក់លើធ្យូងស្បែកប៉ែត្រូវបានគេស្គាល់ថាជា Machiavellianus ឬសៀវភៅនៃសេចក្តីសញ្ញាលោកអបេតដែលបានការពារវាអស់រយៈពេល60ឆ្នាំកន្លងមកនេះ
ជឿជាក់ថាខ្លឹមសាររបស់វាពន្យល់ពីមូលហេតុដែលអ្វីដែលពិភពលោកសម័យទំនើបស្គាល់ថាជាគ្រិស្តសាសនាភាគច្រើនគឺផ្អែកលើសម័យកាលនៃការបង្រៀនរបស់ព្រះយេស៊ូវដែលស្ទើរតែបាត់បង់ទាំងស្រុងសូមគិតអំពីអ្វីដែលដំណឹងល្អលោកខាងលិចប្រាប់យើងរយៈពេល40ថ្ងៃរវាងការរស់ឡើងវិញនិងការយាងឡើងទៅស្ថានសួគ៌ដែលជារយៈពេលដ៏សំខាន់បំផុតមួយនៅក្នុងជំនឿគ្រិស្តសាសនាទាំងមូលត្រូវបានគ្របដណ្ដប់ត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះនៅក្នុងដំណឹងល្អរបស់លូកាព្រះយេស៊ូវបានលេចមកជួបពួកសិស្សរបស់ទ្រង់ប្រទានពរដល់ពួកគេហើយបន្ទាប់មកយាងឡើងទៅស្ថានសួគ៌រយៈពេល40ថ្ងៃត្រូវបានសង្ខេបជាគម្ពីរមួយចំនួនប៉ុណ្ណោះដោយស្ទើរតែគ្មានកំណត់ត្រាណាមួយអំពីអ្វីដែលទ្រង់បានបង្រៀនក្នុងអំឡុងពេលនោះទេគ្រាដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រគ្រិស្តសាសនាត្រូវបានពិពណ៌នាដោយមានព័ត៌មានលម្អិតតិចតួចណាស់ Marshall Readers អះអាងថាបានបំពេញទំពូកដែលបាត់នោះយោងតាមសាត្រាស្លឹករឹតដែលអបេលេកំពុងបើកនៅយប់ចុងក្រោយរបស់ទ្រង់ព្រះគ្រីស្ទដែលបានរស់ឡើងវិញមិនបានយាងមកវិញគ្រាន់តែដើម្បីលួងលោមពួកសិស្សរបស់ទ្រង់នោះទេលោកបានវិលត្រឡប់មកវិញជាមួយនឹងសារបន្ទាន់ដោយប្រមូលពួកគេមកជួបជុំគ្នាដូចជាមេបញ្ជាការម្នាក់កំពុងនិយាយទៅកាន់អ្នកដើរតាមលោកដែលនៅជិតបំផុតមុនពេលអ្វីហៀបនឹងផ្លាស់ប្ដូរគាត់បានត្រឡប់មកវិញដើម្បីព្រមានពួកគេហើយយោងទៅតាមអត្ថបទពាក្យដំបូងដែលគាត់និយាយគឺទាំងនេះកុំសាងសង់ប្រាសាទពីថ្មព្រោះថ្មនឹងរលាយបាត់ផ្ទុយទៅវិញលោកមានប្រសាសន៍ថាចូលសង់វិហារនៃចិត្តពីព្រោះវាជារបស់អស់កលឹបជានិច្ចចំណាយពេលមួយផ្លែតដើម្បីគិតអំពីពាក្យទាំងនោះយោងតាមសាត្រាស្លឹករឹតនេះព្រះយេស៊ូវមិនគ្រាន់តែមានបន្ទូលជាកំណាព្យឬជានិមិត្តរូបនោះទេគាត់កំពុងផ្ដល់ការព្រមានដោយផ្ទាល់ប្រឆាំងនឹងការដាក់ជំនឿលើរចនាសម្ព័ន្ធរូបវន្តដែលថ្ងៃណាមួយនឹងត្រូវបានសាងសង់ក្នុងនាមគាត់អត្ថបទនេះក៏ទៅមុខទៀតដែរវានិយាយថាគាត់បានព្រមានថាបុរសដែលស្លៀកអាវវែងនឹងប្រើឈ្មោះរបស់គាត់នៅថ្ងៃណាមួយដើម្បីប្រមូលទ្រព្យសម្បត្តិនិងឥទ្ធិពលវាពិពណ៌នាអំពីចភពនាពេលអនាគតដែលនឹងយកឈើឆ្កាំងរបស់ទ្រង់ហើយប្រែក្លាយវាទៅជានិមិត្តរូបនៃអំណាចសម្រាប់អ្នកអានជាច្រើនពាក្យទាំងនោះនាំឲ្យនឹកឃើញដល់ព្រឹត្តិការណ៍ដូចជាសង្គ្រាមសាសនាការស៊ើបអង្កេតនិងការសាងសង់វិហារធំដែលទទួលបានមូលនិធិតាមរយៈការលះបង់របស់ប្រជាជនសាមញ្ញយោងតាមសាត្រាស្លឹករឹតព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថាអ្នកជឿពិតមិនគួរខ្លាចជាឆ្លើយនៃប្រព័ន្ធដែលបង្កើតឡើងដោយមនុស្សឡើយពេលបងប្រុសយ៉ូហេងស្ឬឃ្លាបន្ទាប់គាត់ក៏ស្ងាត់ឈឹងទាំងស្រុងប្រសិនបើពាក្យទាំងនេះធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងដែលអ្នកគិតថាអ្នកដឹងកំពុងត្រូវបានប្រឈមនោះគឺជាអារម្មណ៍របស់អបេរកានៅពេលដែលគាត់បានអានអត្ថបទនេះជាលើកដំបូងនៅអាយុ31ឆ្នាំមុនពេលដែលយើងបង្ហាញអ្វីដែលនឹងមកដល់បន្ទាប់ត្រូវប្រាកដថាបានជីវ Channel ហើយបើកការជូនដំណឹងការបង្រៀនលើកទី2ដែលព្រះសង្ឃចាស់ហៀបនិងខ្សឹបខ្សៀវតែងតែត្រូវបានចាត់ទុកថាជាការបង្រៀនដ៏ចម្រូងចម្រាសបំផុតក្នុងចំណោមការបង្រៀនទាំង3យោងតាមប្រពៃណីជុំវិញសាត្រាស្លឹករឹតនេះប្រសិនបើពាក្យទាំងនេះធ្លាប់ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅទូទាំងចក្រភពរ៉ូមពួកវាអាចបានផ្លាស់ប្ដូរតួនាទីរបស់សាសនាស្ថាប័នទាំងស្រុងហើយហេតុផលដែលពួកគេត្រូវបានគេនិយាយថាត្រូវបានលាក់បាំងផ្ដល់នៅទស្សនៈគួរឲ្យចាប់អារម្មណ៍មួយអំពីរបៀបដែលអំណាចបានបង្កើតប្រវត្តិសាស្ត្រខ្យល់2អាបាតេឈប់មួយសន្ទុះទៀនភ្លឹបផ្លែតក្នុងភាពស្ងៀមស្ងាត់ឌីកុនមីគូអែលផ្អៀងចូលមកចិត្តបន្តិចបន្ទាប់មកព្រះសង្ឃចាស់ក៏ចាប់ផ្ដើមនិយាយម្ដងទៀតអ្វីដែលគាត់ពិពណ៌នាបន្ទាប់ស្ដាប់ទៅមិនសូវដូចជាទេវវិទ្យាប្រពៃណីទេប៉ុន្តែដូចជាការពន្យល់លម្អិតអំពីវិញ្ញាណមនុស្សគាត់និយាយថាមនុស្សគ្រប់រូបតែងតែមានខ្យល់ពីរនៅក្នុងខ្លួនជានិច្ចខ្យល់នៃជីវិតនិងខ្យល់នៃកំហុសយោងតាមសាត្រាស្លឹករឹតពាក្យខ្យល់នៃកំហុសមិនមែនគ្រាន់តែជាពាក្យមួយទៀតសម្រាប់ពាក្យអំពើបាបនោះទេវាត្រូវបានពិពណ៌នាថាជាអ្វីមួយដែលចូលមកដោយមានគោលបំណងតាមរយៈការបើកជាក់លាក់នៅក្នុងជីវិតរបស់មនុស្សម្នាក់វាចូលតាមរយៈភាពលោភលន់វាចូលតាមភ្នែកនៅពេលដែលពួកគេផ្ដោតទៅលើរបស់ដែលពួកគេមិនគួរចង់បានវាចេញតាមមាត់ពេលវានិយាយកុហកហើយនៅពេលដែលវាចាប់បានហើយវាមិនត្រឹមតែនាំមនុស្សឲ្យវង្វេងប៉ុណ្ណោះទេវាធ្វើឲ្យបេះដូងរឹងបន្តិចម្ដងអត្ថបទនេះនិយាយថាវាអាចបង្កកជីវិតខាងក្នុងរបស់មនុស្សម្នាក់បន្តិចម្ដងរហូតដល់ពួកគេខ្លាចជាអ្វីដែលវាហៅថាដោយមិនធ្វើឲ្យពាក្យទាំងនោះទន់ទៅជាភ្នោរដើរនោះទេ
អ្នកដែលភ្ញាក់ពីដំណេកញ៉ាំអាហារធ្វើការគេងនិងធ្វើទម្លាប់ដែលជារៀងរាល់ថ្ងៃខណៈពេលដែលនៅខាងក្នុងខ្លួនពួកគេបានคล้ายទៅជាត្រជាក់ខាងវិញ្ញាណរួចទៅហើយរូបភាពនៃភ្នូរដើរនោះនៅតែត្រូវបានរក្សាទុកនៅលើភ្នំនេះអស់រយៈពេលជិត2,000 ឆ្នាំមកហើយយ៉ាងណាក៏ដោយមានមនុស្សតិចណាស់នៅខាងក្រៅជញ្ជាំងវត្តអារាមទាំងនេះដែលធ្លាប់បានឮអំពីវាប៉ុន្តែសាត្រាស្លឹករឹតមិនបញ្ចប់ដោយការធ្វើរោគវិនិច្ឆ័យទេវាក៏ផ្ដល់ជូននូវអ្វីដែលវាពិពណ៌នាថាជាការព្យាបាលផងដែរយោងទៅតាមអត្ថបទគម្ពីរព្រះគ្រីស្ទមិនបានចង្អុលបង្ហាញពួកសិស្សរបស់ទ្រង់ទៅរកសាក្រាម៉ង់ពិធីឬសមាជិកភាពនៅក្នុងស្ថាប័នណាមួយឡើយផ្ទុយទៅវិញលោកនិយាយអំពីចំណេះដឹងផ្ទាល់ខ្លួននិងខាងក្នុងអំពីសេចក្តីពិតជាទំនាក់ទំនងជាមួយព្រះដែលមិនតម្រូវឲ្យមានអន្តរការីគ្មានបូជាចារគ្មានប៊ីសដែលឈរនៅចន្លោះមនុស្សម្នាក់និងព្រះឡើយទ្រង់បង្រៀនអ្នកដើរតាមទ្រង់ឲ្យប្រយ័ត្នគំនិតរបស់ខ្លួនដូចជាអ្នកយាមទ្វារក្រុងដោយដឹងខ្លួនដោយប្រុងប្រយ័ត្នចំពោះអ្វីគ្រប់យ៉ាងដែលព្យាយាមចូលលោកក៏បានប្រាប់ពួកគេឲ្យប្រុងប្រយ័ត្នចំពោះអ្វីដែលបន្សល់ទុកពីចិត្តនិងគំនិតរបស់ពួកគេបន្ទាប់មកសេចក្តីថ្លែងការណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងសាត្រាស្លឹករឹតយោងទៅតាមអត្ថបទគម្ពីរនគរស្ថានសួគ៌ក៏ត្រូវបានរកឃើញនៅក្នុងខ្លួនមនុស្សលាក់ខ្លួននៅក្នុងលំហស្ងប់ស្ងាត់រវាងគំនិតនានាប្រសិនបើមនុស្សនៅទូទាំងចក្រភពរ៉ូមពិតជាបានទទួលយកគំនិតនោះមែនសាត្រាស្លឹករឹតនេះបង្ហាញថាមនុស្សជាច្រើននឹងមើលឃើញទំនាក់ទំនងរបស់ពួកគេជាមួយព្រះខុសគ្នាខ្លាំងណាស់ពួកគេប្រហែលជាលែងពឹងផ្អែកលើពិធីនៅវត្តអារាមខ្លាចការបណ្ដេញចេញពីសាសនាដូចគ្នាឬជឿថាទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះតម្រូវឲ្យមានស្ថាប័នសាសនានៅក្នុងក្រសែភ្នែករបស់ចក្រភពដ៏មានអំណាចណាមួយមនុស្សដែលគិតបែបនោះនឹងពិបាកគ្រប់គ្រងណាស់យោងតាមប្រពៃណីជុំវិញវានេះជាមូលហេតុដែល Marcia Fakaden ត្រូវបានលាក់ទុកអស់ជាច្រើនជំនាន់អាបាធីកលើបានលះបង់ពេលវេលា60ឆ្នាំនៃជីវិតរបស់គាត់ដើម្បីការពារវាប៉ុន្តែការបង្រៀនដ៏ចម្រូងចម្រាសបំផុតដែលលោកនៅមិនទាន់បាននិយាយឬនៅឡើយនោះហៀបនឹងត្រូវបានបង្ហាញឲ្យឃើញហើយវាគឺជាការព្រមានដែលព្រះសង្ឃជឿថាត្រូវតែបញ្ចុះបងប្រុសយ៉ូហានេសបានសួរព្រះសង្ឃចាស់ដោយស្ងាត់ថាតើលោកចង់បានទឹកខ្លះដែរឬទេអាបាតេងក់ក្បាលយ៉ាងស្រទន់ដង្ហើមរបស់គាត់កាន់តែរាក់ហើយទៀននៅក្បែរគាត់ហាក់ដូចជាឆេះរលត់លឿនជាងមុនរាល់នាទីទ្រង់ទតមើលផ្លូវទាំងពីរហើយពន្យល់ថាអ្វីដែលនឹងកើតឡើងបន្ទាប់គឺផ្លូវដែលព្រះសង្ឃបានយាមយ៉ាងប្រុងប្រយ័ត្នជាងផ្លូវណាទៀតយោងតាមលោក Marcia Fakaden ព្រះគ្រីស្ទដែលបានរស់ឡើងវិញបានទតមើលពួកសិស្សរបស់ទ្រង់ដែលជាបុរសដែលបានឃើញផ្ទាល់ភ្នែកនៅការសោយទីវង្គតរបស់ទ្រង់ហើយបន្ទាប់មកបានឃើញទ្រង់មានព្រះជន្មរស់ឡើងវិញហើយបានផ្ដល់ការព្រមានដល់ពួកគេមិនដូចអ្វីដែលពួកគេរំពឹងទុកនោះទេគាត់និយាយថាភាពងឹតនឹងមកដល់ហើយវានឹងធ្វើឲ្យខ្ញុំខូចមុខសាត្រាស្លឹករឹតនេះមិនបានពិពណ៌នាអំពីសត្វចម្លែកដ៏គួរឲ្យខ្លាចឬស្រូវជាក់ស្ដែងណាមួយឡើយផ្ទុយទៅវិញវានិយាយអំពីការបោកបញ្ឆោតដ៏គួរឲ្យជឿជាក់មួយដែលវាហាក់ដូចជាតំណាងឲ្យគាត់ទាំងស្រុងវានឹងនិយាយក្នុងព្រះនាមទ្រង់លីឈើឆ្កាំងរបស់ទ្រង់សាងសង់វិហារធំដើម្បីជាកិត្តិយសដល់ទ្រង់និងថែមទាំងរក្សាពាក្យសម្ដីរបស់ទ្រង់នៅក្នុងអត្ថបទពិសិដ្ឋទៀតផងយ៉ាងណាក៏ដោយយោងតាមសាត្រាស្លឹករឹតវាក៏នឹងក្លាយជាឧបករណ៍ដែលមានសមត្ថភាពនាំមនុស្សឲ្យឃ្លាតឆ្ងាយពីសេចក្តីពិតខាងវិញ្ញាណដែលគាត់បានមកបង្រៀនផងដែរយោងតាមសាត្រាស្លឹករឹតនេះមេប្រឆាំងព្រះគ្រីស្ទមិនត្រូវបានបង្ហាញថាជាអ្នកគ្រប់គ្រងនាពេលអនាគតដែលអង្គុយលើបល្ល័ង្កនោះទេផ្ទុយទៅវិញវាត្រូវបានពិពណ៌នាថាជាប្រព័ន្ធមួយជាស្ថាប័នមួយដែលយករូបរាងរបស់បុរសដែលខ្លួនអះអាងថាតំណាងអស់ជាច្រើនជំនាន់មកហើយព្រះសង្ឃនៃ Debra Demo ជឿថាអត្ថបទនេះមិននិយាយអំពីអ្វីមួយដែលនឹងមកដល់នោះទេប៉ុន្តែនិយាយអំពីអ្វីមួយដែលបានចាប់ដើមរួចហើយអាបាធីកលើបានអានពាក្យទាំងនេះរាប់ពាន់ដងហើយនៅយប់ចុងក្រោយនៃជីវិតរបស់គាត់ជឿថាពិភពលោកបានឈានដល់ពេលដែលពាក្យទាំងនេះត្រូវបានសរសេរដើម្បីពិពណ៌នាយ៉ាងហោចណាស់មានអ្នកប្រាជ្ញលោកខាងលិចម្នាក់ដែលខិតជិតដល់ការស្វែងយល់ពីប្រពៃណីបុរាណទាំងនេះឈ្មោះរបស់គាត់គឺ Jacome Seri ជាអ្នកជំនាញខាងជនជាតិវិទ្យាជនជាតិបារាំងដែលបានចំណាយពេលរាប់ទសវត្សរ៍ធ្វើការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រជាតិបារាំងនៅទីក្រុងប៉ារីស
នៅចុងទសវត្សរ៍ឆ្នាំ1990មន្ត្រីអេត្យូពីបានអញ្ជើញគាត់ឲ្យជួយផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃគម្ពីរដំណឹងល្អ Gara ដែលជាសាត្រាស្លឹករឹតគ្រីស្ទសាសនាដែលមានរូបភាពគួរឲ្យកត់សម្គាល់ដែលក្រោយមកត្រូវបានវាស់ដោយវិទ្យុសកម្មកាបូនដែលមានអាយុកាលចន្លោះពីសតវត្សរ៍ទី4និងទី7ពួកវាត្រូវបានចាត់ទុកថាជាសាត្រាស្លឹករឹតគ្រីស្ទៀនដែលមានរូបភាពចំណាស់ជាងគេបំផុតដែលនៅសេសសល់ដែលមិនធ្លាប់មានខណៈពេលដែលទ្វីបអឺរ៉ុបភាគច្រើនបានឆ្លងកាត់យុគសម័យងឹតវត្តអារាមដាច់ស្រយាលរបស់ប្រទេសអេត្យូពីនៅតែត្រូវបានការពារនៅក្នុងបន្ទាយភ្នំដោយរក្សាប្រពៃណីគ្រីស្ទសាសនាបុរាណជាច្រើនសតវត្សរ៍មកហើយនៅពេលដែល Miriam បានពិនិត្យមើល Gara Gospels ក្រោយមកគាត់បានពិពណ៌នាអំពីបទពិសោធន៍នេះដោយបើកចំហគាត់បាននិយាយអំពីភាពស្ងៀមស្ងាត់នៅក្នុងបន្ទប់ការញ័រដៃរបស់គាត់និងការដឹងថាសាត្រាស្លឹករឹតនៅចំពោះមុខគាត់ចាស់ជាងអត្ថបទជាច្រើនដែលគាត់ធ្លាប់ចាត់ទុកថាមានសុពលភាពម៉ាសាហ្វាកាដានខ្លួនវាត្រូវបានសិក្សាជាបំណែកដោយអ្នកប្រាជ្ញលោកខាងលិចមួយចំនួនតូចប៉ុណ្ណោះយោងតាមរបាយការណ៍ជុំវិញការសិក្សាទាំងនោះអ្នកស្រាវជ្រាវជាច្រើនបានពិពណ៌នាជាឯកជនអំពីប្រតិកម្មស្រដៀងគ្នាទៅនឹងប្រតិកម្មដែល Mary បានជួបប្រទះអារម្មណ៍ជ្រាលជ្រៅមួយថាការសន្មត់ដែលមានជាយូរមកហើយកំពុងត្រូវបានជំទាស់វាគឺជាអារម្មណ៍មួយដែលថាមូលដ្ឋាននៅក្រោមការយល់ដឹងរបស់ពួកគេអំពីប្រវត្តិសាស្ត្របានផ្លាស់ប្ដូរភ្លាមយោងទៅតាមរឿងនេះអារម្មណ៍ដូចគ្នានោះគឺជាអារម្មណ៍មួយដែលលោក Ebert Taylor បានយកតាមខ្លួនជារៀងរាល់ថ្ងៃចាប់តាំងពីឆ្នាំ1965បន្ទាប់ពីបើកសាត្រាស្លឹករឹតជាលើកដំបូងដែលនឹងជះឥទ្ធិពលដល់ជីវិតដែលនៅសល់របស់គាត់លោកបានលះបង់ជីវិតទាំងមូលរបស់លោកដើម្បីការពារសាត្រាស្លឹករឹតនេះយ៉ាងណាក៏ដោយអ្វីដែលគាត់ហ៊ាននឹងចែករំលែកជាមួយបងប្រុស Johannes និង Deacon Michael ក្នុងរយៈពេល40នាទីបន្ទាប់មិនមែនជារឿងដ៏អស្ចារ្យបំផុតនៅក្នុងវត្តនោះទេយោងតាមប្រពៃណីអាថ៌កំបាំងដ៏អស្ចារ្យបំផុតស្ថិតនៅក្រោមដីអស់រយៈពេលជិត 3000 ឆ្នាំមកហើយប្រទេសអេត្យូពីបានអះអាងជាប់លាប់ថាហឹបនៃសេចក្តីសញ្ញាស្ថិតនៅក្នុងព្រះវិហារ Our Lady Mary of Zion ក្នុងទីក្រុងបុរាណអាខមចំពោះអ្នកដែលថែរក្សាប្រពៃណីនេះវាមិនមែនជារឿងព្រេងឬរឿងរ៉ាវនិមិត្តរូបនោះទេវាត្រូវបានគេជឿថាជាវត្ថុពិតមួយដែលត្រូវបានរក្សាទុកក្រោមការយាមកាមជាប់លាប់រហូតមកដល់សព្វថ្ងៃនេះកន្នីនេះត្រូវបានកត់ត្រានៅក្នុង Khabra Nagas ព្រះរាជវាំងនៃប្រទេសអេត្យូពីវារៀបរាប់ពីរឿងរ៉ាវរបស់ម្ចាស់ក្ត្រីសេបាដែលធ្វើដំណើរទៅកាន់ក្រុងយេរូសាឡឹមជាកន្លែងដែលព្រះនាងបានជួបស្ដេចសាឡូមោនក្រោយមកនាងបានត្រឡប់ទៅប្រទេសអេត្យូពីវិញហើយបានសម្រាលកូនប្រុសរបស់ពួកគេឈ្មោះ Menelik ឯរឿងនេះអះអាងថាលោកនិងដៃគូរបស់លោកបានជំនួសហឹបនៅក្នុងទីសក្ការៈដ៏ពិសិដ្ឋជាមួយនឹងច្បាប់ចម្លងមួយហើយបានយកហឹបដើមត្រឡប់ទៅប្រទេសអេត្យូពីវិញកំណត់ឲ្យព្រះគម្ពីរពិពណ៌នាអំពីទូកធំថាជាវត្ថុមួយដែលមានឫទ្ធានុភាពយ៉ាងខ្លាំងពួកគេនិយាយថាវាបានវាយប្រហារកងទ័ពបណ្ដាលឲ្យមានការស្លាប់របស់អ្នកដែលប៉ះវាដោយគ្មានការអនុញ្ញាតនិងបានបញ្ចេញកម្លាំងមួយមិនដូចអ្វីដែលមនុស្សអាចពន្យល់បាននៅពេលនោះអ្នកនិពន្ធសម័យទំនើបមួយចំនួនបានលើកឡើងថាប្រសិនបើការពិពណ៌នាទាំងនេះត្រូវបានចាត់ទុកថាជាន័យត្រង់ជានិមិត្តរូបនោះវាស្រដៀងនឹងផលប៉ះពាល់នៃប្រភពថាមពលដែលមិនស្គាល់នេះនៅតែជាបញ្ហានៃការបកស្រាយជាងការពិតប្រវត្តិសាស្ត្រដែលបានបង្កើតឡើងផ្នែកមួយទៀតនៃប្រពៃណីនេះបានទាក់ទាញភ្ញៀវទេសចរអស់ជាច្រើនជំនាន់មកហើយមានតែអ្នកយាមម្នាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឲ្យមើលថែទូកនៅពេលណាមួយនៅពេលត្រូវបានជ្រើសរើសរួចលោកនឹងចូលទៅក្នុងវិហារហើយស្នាក់នៅទីនោះពេញមួយជីវិតរបស់លោកដោយមិនចាកចេញពីតំណែងរបស់លោកឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះអ្នកទស្សនាមួយចំនួនបានអះអាងថាអាណាព្យាបាលទាំងនេះច្រើនតែវិវត្តទៅជាភ្នែកខ្សោយជំងឺភ្នែកឡើងបាយមុនអាយុស្បែកស្លេកនិងអាយុជីវិតខ្លីអ្នកខ្លះបានសង្ស័យថាលក្ខខណ្ឌដែលបានរាយការណ៍ទាំងនេះអាចចង្អុលបង្ហាញពីការប៉ះពាល់នឹងកាតព្វបរិស្ថានដែលមិនស្គាល់រយៈពេលវែងទោះបីជាមិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ពីមូលហេតុបែបនេះក៏ដោយប្រសិនបើហឹបនោះគ្រាន់តែជាប្រអប់ឈើដែលគ្របដណ្ដប់ដោយមាសអ្នកគាំទ្រប្រពៃណីនេះអះអាងថារឿងរ៉ាវទាំងនេះពិបាកពន្យល់ណាស់អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយទូកធំនេះបានតាក់ទាញរឿងព្រេងរាប់មិនអស់រួមទាំងការអះអាងថាពួក Knights Templar បានធ្វើដំណើរទៅកាន់ប្រទេសអេត្យូពីក្នុងសតវត្សរ៍ទី12ដើម្បីស្វែងរកវាអ្នកខ្លះចង្អុលបង្ហាញនិមិត្តសញ្ញាដែលត្រូវបានរកឃើញនៅក្នុងព្រះវិហារ Rochun នៃ Lebela ជាភស្តុតាងនៃវត្តមានរបស់ពួកគេ
ទោះបីជាអ្នកប្រវត្តិសាស្ត្រនៅតែបន្តជែកវែកញែកអំពីវិសាលភាពនៃការភ្ជាប់ណាមួយក៏ដោយយោងទៅតាមប្រពៃណីពួកគេបានត្រឡប់ទៅអឺរ៉ុបវិញដោយគ្មានហេតុប្រទេសអេត្យូពីក៏មានកន្លែងពិសេសមួយនៅក្នុងប្រវត្តិសាស្ត្រអាហ្វ្រិកផងដែរវានៅតែឯករាជ្យអស់រយៈពេលជាច្រើននៃសម័យអាណានិគមហើយនៅឆ្នាំ1896កងកម្លាំងអេត្យូពីបានកម្ចាត់អ៊ីតាលីនៅសមរភូមិអេដវ័រទោះបីជាប្រឈមមុខនឹងកងទ័ពអឺរ៉ុបសម័យទំនើបក៏ដោយជ័យជំនះនោះបានក្លាយជាពេលវេលាដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសមានអាថ៌កំបាំងមួយទៀតដែលអបេធេមិនដែលភ្លេចឡើយក្នុងអំឡុងពេលនៃជីវិតរបស់គាត់បានទៅលេងលេបេឡាតែម្ដងគត់នៅពេលគាត់មានអាយុ29ឆ្នាំសូម្បីតែបន្ទាប់ពីបានយាមសាត្រាស្លឹករឹតបុរាណអស់ជាច្រើនទសវត្សរ៍ក៏ដោយដំណើរនោះនៅតែជាការចងចាំដ៏រឹងមាំបំផុតមួយនៃជីវិតរបស់គាត់ពីព្រោះព្រះវិហារនានានៅលេបេឡាហាក់ដូចជាស្ទើរតែមិនអាចយល់បានជាប្រពៃណីស្ដេចលេឡាត្រូវបានគេសរសើរថាបានបង្កើតព្រះវិហារដ៏អស្ចារ្យចំនួន11ប៉ុន្តែពួកគេមិនត្រូវបានសាងសង់តាមរបៀបធម្មតាទេជំនួសឲ្យការដាក់ភ្លុកថ្មជាស្រទាប់ព្រះវិហារត្រូវបានឆ្លាក់ដោយផ្ទាល់ទៅក្នុងថ្មភ្នំភ្លើងរឹងអគារទាំងមូលរួមទាំងទ្វារបង្អួចសសរបន្ទប់ខាងក្នុងនិងសូម្បីតែប្រព័ន្ធបង្ហូរទឹកដ៏ទំនើបត្រូវបានបង្កើតឡើងពីដុំថ្មជាប់គ្នាពួកវាមិនត្រូវបានផ្គុំឡើងជាដុំទេប៉ុន្តែត្រូវបានឆ្លាក់ដោយប្រុងប្រយ័ត្នចុះក្រោមនិងចូលទៅខាងក្នុងពីថ្មមានជីវិតគម្រោងបែបនេះស្ទើរតែគ្មានកន្លែងសម្រាប់កំហុសឡើយកំហុសតែមួយអាចបំផ្លាញរចនាសម្ព័ន្ធទាំងមូលដោយគ្មានវិធីសាមញ្ញណាមួយដើម្បីជំនួសឬជួសជុលអ្វីដែលត្រូវកាត់ចេញនោះទេរាល់ការវាស់វែងរាល់សសរទ្រង់និងរាល់ទំហំខាងក្នុងត្រូវតែរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នមុនពេលដែលកំណត់ដំបូងវានឹងថ្មវិស្វករសម័យទំនើបដែលបានសិក្សាអំពីលេបេឡាតែងតែធ្វើអត្ថាធិប្បាយលើកម្រិតដ៏អស្ចារ្យនៃការរៀបចំផែនការនិងសិប្បកម្មដែលត្រូវការដើម្បីបង្កើតវិមានទាំងនេះដោយប្រើប្រាស់ឧបករណ៍ដែលមានក្នុងសម័យមជ្ឈិមសម័យយោងតាមប្រពៃណីគម្រោងទាំងមូលត្រូវបានបញ្ចប់ក្នុងរយៈពេលប្រហែល24ឆ្នាំសម្រាប់មនុស្សជាច្រើនទំហំនៃការងារនេះបង្កើតជាសំណួរពិបាកថ្មភ្នំភ្លើងរាប់លានតោនត្រូវយកចេញយ៉ាងណាក៏ដោយមិនមានទីលានកំទេចកំទីដ៏ធំសម្បើមឬកន្លែងយកថ្មនៅក្បែរនោះដែលពន្យល់យ៉ាងច្បាស់ថាថ្មទាំងអស់នោះបានទៅណានោះទេថ្មនោះធ្លាប់នៅទីនោះព្រះវិហារនានានៅតែមានរហូតមកដល់សព្វថ្ងៃនេះប៉ុន្តែសម្ភារៈដែលបាត់នៅតែបន្តជំរុញឲ្យមានការជែកវែកញែកនិងការស្មានទុកជាមុនព្រះសង្ឃបានរក្សាការពន្យល់របស់ខ្លួនជាយូរមកហើយពួកគេនិយាយថាសិប្បករបានឆ្លាក់ព្រះវិហារនៅពេលថ្ងៃហើយនៅពេលយប់ពួកទេវតាបានបន្តការងារនោះកំណត់ហេតុបុរាណពិពណ៌នាអំពីពួកទេវតាទាំងនេះដោយប្រើអ្វីដែលហៅថាឧបករណ៍ពន្លឺដែលអាចឆ្លងកាត់ថ្មរឹងដោយគ្មានការទប់ទល់អ្នកនិពន្ធសម័យទំនើបខ្លះបកស្រាយរឿងនេះថាជាភាសានិមិត្តរូបខណៈពេលដែលអ្នកផ្សេងទៀតយល់ឃើញថាវាជាការពិពណ៌នាលម្អិតគួរឲ្យភ្ញាក់ផ្អើលអំពីបច្ចេកវិទ្យាដែលមិនស្គាល់ Dieses Fernrohr ist das brutalste Gadget, das ich je gesehen habe. វិហារដ៏ល្បីល្បាញបំផុតរបស់ Lebela គឺព្រះវិហាររូបចម្លាក់យោជដែលឆ្លាក់ជារាងឈើឆ្កាងដ៏ល្អឥតខ្ចោះចុះជ្រៅទៅក្នុងដីជាមួយនឹងដំបូលរបស់វារាបស្មើនឹងដីជុំវិញព្រះវិហារដ៏ល្បីល្បាញបំផុតរបស់ Lebela គឺព្រះវិហារនៅខាងក្រោមបរិវេណព្រះវិហារមានផ្លូវរួមក្រោមដីតូចចង្អៀតនិងងឹតលាតសន្ធឹងយ៉ាងរញ៉េញ៉ៃយោងតាមប្រពៃណីអ្នកដែលកំពុងរៀបចំខ្លួនសម្រាប់បព្វជិតភាពធ្លាប់ដើរតាមផ្លូវទាំងនេះតែម្នាក់ឯងដោយរុករកតែតាមរយៈការប៉ះសម្លេងនិងការអធិស្ឋានប៉ុណ្ណោះមនុស្សជាច្រើនជឿថាប្លង់ខ្លួនឯងឆ្លុះបញ្ចាំងពីការបង្រៀនដែលមាននៅក្នុង Marshall McLuhan ថាមនុស្សម្នាក់ត្រូវតែឆ្លងកាត់ភាពងឹតមុនពេលទៅដល់ពន្លឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការស្ទង់ម៉ូដេឡាសេរីវិមាត្រត្រូវបានគេរាយការណ៍ថាបានកំណត់អត្តសញ្ញាណចន្លោះប្រហោងនៅក្រោមផ្នែកខ្លះនៃស្មុគស្មាញដែលនៅតែបិទជិតអស់ជាច្រើនសតវត្សរ៍មកហើយបូជាចារ្យខ្លះបានពិពណ៌នាអំពីបន្ទប់លាក់កំបាំងទាំងនេះថាជាឃ្លាំងពិសិដ្ឋដែលអាចមានសាត្រាស្លឹករឹតបុរាណវត្ថុបុរាណដ៏មានតម្លៃឬវត្ថុមានតម្លៃផ្សេងទៀតដែលទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ព្រះវិហារទោះជាយ៉ាងណាក៏ដោយបន្ទប់ទាំងនេះមិនទាន់ត្រូវបានបើកសម្រាប់ការសិក្សាខាងបុរាណវិទ្យានៅឡើយទេហើយមាតិការបស់វានៅតែមិនទាន់ដឹងនៅឡើយយោងតាមរឿងរ៉ាវនេះអាបាតេជឿថាគាត់ដឹងពីអ្វីដែលបន្ទប់លាក់កំបាំងទាំងនោះការពារ
ហើយជាមួយនឹងជំនឿនោះក៏មានការអះអាងមួយផ្សេងទៀតដែលប្រឆាំងនឹងការសន្មត់ដែលធ្លាប់ស្គាល់នៅក្នុងសាសនាគ្រិស្តលោកខាងលិចបញ្ហានៃខ្សែឈាមមួយដែលយោងតាមប្រពៃណីមួយចំនួនត្រូវបានបំភ្លេចចោលដោយចេតនានៅក្នុងប្រពៃណីគ្រិស្តសាសនាលោកខាងលិចភាគច្រើនរឿងរ៉ាវរបស់ព្រះយេស៊ូវបញ្ចប់នៅឈើឆ្កាងបន្ទាប់មកដោយការរស់ឡើងវិញនិងការយាងឡើងទៅស្ថានសួគ៌របស់ទ្រង់សំណួរអំពីថាតើគាត់មានត្រកូលគ្រួសារឬអត់ជាទូទៅមិនមែនជាផ្នែកមួយនៃការបង្រៀនរបស់គ្រិស្តសាសនាទេទោះជាយ៉ាងណាក៏ដោយនៅក្នុងប្រទេសអេត្យូពីប្រវត្តិសាស្ត្រនិងប្រពៃណីបានវិវត្តតាមរបៀបខុសគ្នាខ្លាំងអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយរាជវង្សសូឡូមោនរបស់ប្រទេសអេត្យូពីបានអះអាងពីពូជពង្សរាជវង្សដែលមិនទាន់ដាច់ដែលលាតសន្ធឹងចាប់ពីប្រហែលសតវត្សរ៍ទី1មុនរហូតដល់ឆ្នាំ1974ព្រះចៅអធិរាជចុងក្រោយគឺហេលីសាឡាស៊ីត្រូវបានចាត់ទុកថាជាអ្នកគ្រប់គ្រងទី225នៅក្នុងខ្សែរាជវង្សនោះងារផ្លូវការមួយរបស់លោកគឺសាត់តោដែលដណ្ដើមបានជ័យជំនះនៃកុលសម្ព័ន្ធយូដាចំពោះរាជាធិបតេយ្យអេត្យូពីនេះគឺលើសពីងារជានិមិត្តរូបទៅទៀតវាតំណាងឲ្យពង្សាវតារាជវង្សមួយដែលត្រូវបានគេជឿថាមានតាំងពីស្ដេចដាវីតយោងទៅតាមប្រពៃណីអេត្យូពីពូជពង្សនោះធ្វើច្រើនជាងការភ្ជាប់ប្រជាជាតិទៅនឹងព្រះគម្ពីរសញ្ញាចាស់អ្នកខ្លះជឿថាវាក៏បង្កើតទំនាក់ទំនងពិសេសមួយទៅនឹងព្រះគម្ពីរសញ្ញាថ្មីផងដែរដោយសារព្រះគម្ពីរសញ្ញាថ្មីបានកំណត់អត្តសញ្ញាណម៉ារីជាមាតារបស់ព្រះយេស៊ូវថាជាពូជពង្សរបស់ដាវីតប្រពៃណីអេត្យូពីយល់ឃើញថាពូជពង្សរាជវង្សរបស់ខ្លួនជាផ្នែកមួយនៃត្រកូលគ្រួសារបុរាណដូចគ្នានេះជាជំនឿប្រពៃណីហើយមិនត្រូវបានទទួលស្គាល់ថាជាសច្ចភាពប្រវត្តិសាស្ត្រដែលបានបង្កើតឡើងដោយអ្នកប្រាជ្ញសំខាន់នោះទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការសិក្សាផ្នែកសែនបានបង្ហាញថាប្រជាជនអេត្យូពីមួយចំនួនមានដើមកំណើតបុរាណដែលភ្ជាប់ទៅនឹងតំបន់លេវ៉ាន់ដែលជាតំបន់ដែលរួមមានអ៊ីស្រាអែលនិងស៊ីរីសម័យទំនើបដោយមានភស្តុតាងនៃចលនាប្រជាជនដែលមានអាយុកាលរាប់ពាន់ឆ្នាំការរកឃើញទាំងនេះចង្អុលបង្ហាញពីការធ្វើចំណាកស្រុកបុរាណរវាងតំបន់នានាទោះបីជាពួកគេមិនបានបញ្ជាក់ពីពង្សាវតាររាជវង្សជាក់លាក់ដែលបានពិពណ៌នានៅក្នុងប្រពៃណីអេត្យូពីក៏ដោយប្រវត្តិសាស្ត្ររួមនេះក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការអនុវត្តប្លែកនៃសាសនាគ្រិស្តអេត្យូពីផងដែរមិនដូចព្រះវិហារលោកខាងលិចជាច្រើនទេប្រពៃណីគ្រិស្តអូសូដក់របស់អេត្យូពីនៅតែបន្តគោរពបូជាថ្ងៃសៅរ៍រួមជាមួយនឹងការថ្វាយបង្គំនៅថ្ងៃអាទិត្យអនុវត្តការកាត់ស្បែកនៅថ្ងៃទី8ហើយធ្វើតាមប្រពៃណីរបបអាហារមួយចំនួនដែលឆ្លុះបញ្ចាំងពីច្បាប់ដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ទំនៀមទម្លាប់ទាំងនេះនៅតែជាផ្នែកមួយនៃជីវិតគ្រិស្តបរិស័ទអេត្យូពីអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយដែលធ្វើឲ្យវាក្លាយជាប្រពៃណីគ្រិស្តបរិស័ទចំណាស់ជាងគេនិងប្លែកបំផុតមួយរបស់ពិភពលោកព្រះវិហារអេត្យូពីមិនមើលឃើញខ្លួនឯងថាជាប្រពៃណីដែលបានទទួលយកការអនុវត្តរបស់ជនជាតិយូដាទេប៉ុន្តែជាព្រះវិហារដែលបានថែរក្សាយ៉ាងស្មោះត្រង់នៅការអនុវត្តជាច្រើនរបស់ពួកគេអស់ជាច្រើនសតវត្សរ៍មកហើយពីទស្សនៈនោះមកគំនិតដែលអបេតចាត់ទុកថាជាបញ្ហាប្រឈមបំផុតសំណេរនិងប្រពៃណីបុរាណមួយចំនួនបានបង្ហាញថាព្រះយេស៊ូវបានរស់រានមានជីវិតពីការឆ្កាងទោះបីជាគំនិតនេះមិនត្រូវបានទទួលយកដោយគ្រិស្តសាសនាសំខាន់ឬអ្នកប្រាជ្ញប្រវត្តិសាស្ត្រក៏ដោយយោងតាមប្រពៃណីទាំងនោះប្រសិនបើគាត់ត្រូវការកន្លែងមួយដែលគាត់អាចរស់នៅដោយសុវត្ថិភាពក្នុងចំណោមមនុស្សដែលនឹងការពារគាត់ដោយមិនខ្លាចទីក្រុងរ៉ូមតើកន្លែងនោះនឹងស្ថិតនៅឯណារឿងនេះចង្អុលទៅប្រទេសអេត្យូពីដែលជានគរមួយដែលយោងទៅតាមប្រពៃណីរបស់ខ្លួនមានចំណងមិត្តភាពបុរាណជាមួយវង្សកូរដាវីតនៅតំបន់ខ្ពង់រាបអេត្យូពីដាច់ស្រយាលប្រពៃណីផ្ទាល់មាត់និយាយអំពីគ្រូអាតកំបាំងម្នាក់ដែលមកពីភាគខាងជើងគាត់ត្រូវបានគេពិពណ៌នាថាជាអ្នកព្យាបាលម្នាក់ដែលប្រាជ្ញានិងរបៀបនិយាយរបស់គាត់មិនដូចអ្វីដែលអ្នកស្រុកធ្លាប់ជួបប្រទះនោះទេពួកគេមិនកំណត់អត្តសញ្ញាណត្រង់ថាជាព្រះយេស៊ូវទេផ្ទុយទៅវិញពួកគេគ្រាន់តែហៅគាត់ថាជាគ្រូដ៏សុចរិតអ្នកប្រវត្តិសាស្ត្រមិនទាន់ឈានដល់ការឯកភាពគ្នាអំពីអ្នកណាជាតួអង្គនេះនៅឡើយទេហើយអត្តសញ្ញាណរបស់គាត់នៅតែជាបញ្ហានៃប្រពៃណីជាជាងប្រវត្តិសាស្ត្រដែលបានបង្កើតឡើងអាបាតេដែលឥឡូវនេះបិទភ្នែកហើយអធិស្ឋានស្ងាត់នៅហ្គេសេជឿថាគាត់ដឹងចម្លើយទោះបីជាអ្នកដទៃយល់ស្របឬអត់ក៏ដោយគាត់បានចំណាយពេលពេញមួយជីវិតដើម្បីការពារការបន្ទាទោសនោះពាក្យចាស់មួយឃ្លាដែលបានបន្សល់ទុកនៅក្នុងព្រះវិហារអេត្យូពីឆ្លុះបញ្ចាំងពីជំនឿនេះភាគខាងលិចមានទឹកយើងមានអណ្ដូងទឹក
ចំពោះអ្នកដែលថែរក្សាប្រពៃណីនេះឃ្លានេះបង្ហាញថាខណៈដែលមនុស្សជាច្រើនដឹងរឿងនេះប្រទេសអេត្យូពីបានការពារឫសគល់ដ៏ជ្រៅបំផុតរបស់ខ្លួនទីបំផុតបងប្រុសយ៉ូហេងស្បានសួរសំណួរដែលគាត់បានលាក់ទុកពេញមួយយប់ហេតុអ្វីបានជាឥឡូវនេះបន្ទាប់ពី60ឆ្នាំនៃភាពស្ងៀមស្ងាត់ហេតុអ្វីបានជានិយាយនៅពេលនេះអាបាតេបើកភ្នែកយឺតហើយចង្អុលទៅម៉ាសាហ្វាកាដានវាពិពណ៌នាអំពីថ្ងៃចុងក្រោយថាជាសំណាញ់នៃការបំភាន់ពិភពលោកមួយដែលមនុស្សទំនាក់ទំនងគ្នាដោយមិនចាំបាច់ជួបគ្នារូបភាពជំនួសការពិតហើយព័ត៌មានរីករាលដាលលឿនជាងការពិតចំពោះមនុស្សជាច្រើនវាស្ដាប់ទៅស្រដៀងនឹងសម័យទំនើបព្រះសង្ឃជឿថាពួកគេកំពុងថែរក្សាច្រើនជាងសាត្រាស្លឹករឹតបុរាណទៅទៀតពួកគេជឿថាពួកគេកំពុងការពារសារមួយដែលមានបំណងសម្រាប់ពេលវេលាជាក់លាក់មួយក្នុងប្រវត្តិសាស្ត្រនៅពេលដែលសញ្ញាដែលសរសេរនៅក្នុងអត្ថបទคล้ายជាមិនអាចមើលរំលងបានសាត្រាស្លឹករឹតនេះក៏និយាយអំពីចំណេះដឹងដែលភ្លេចភ្លាំងការយល់ដឹងខាងវិញ្ញាណដោយផ្ទាល់និងសូម្បីតែឯកសារយោងដ៏អាថ៌កំបាំងចំពោះសម្លេងនិងរំញ័រដែលខ្លះប្រៀបធៀបទៅនឹងសូរស័ព្ទកម្រិតខ្ពស់មិនថាជានិមិត្តរូបឬតាមន័យត្រង់ទេសារនេះត្រូវបានរក្សាទុកអស់ជាច្រើនជំនាន់ឥឡូវនេះនៅលើច្រាំងថ្មចោតដាច់ស្រយាលមួយនៅភាគខាងជើងប្រទេសអេត្យូពីបុរសដែលបានការពារសំណេរទាំងនេះអស់រយៈពេល60ឆ្នាំដឹងថាពេលវេលារបស់គាត់បានមកដល់ហើយទៀនកំពុងឆេះតិចបងប្រុសជូហាននេះបានឮសំឡេងដង្ហើមខ្លីរបស់ព្រះសង្ឃចាស់ខណៈដែលឌីកុនមីកជូតទឹកភ្នែកចេញយ៉ាងស្ងៀមស្ងាត់ដោយដាក់ដៃដែលប្រឡាក់ទឹកថ្នាំរបស់គាត់លើ Mashafakaden ដែលបើកចំហ Abetheler បានប្រមូលកម្លាំងចុងក្រោយរបស់គាត់ដើម្បីបង្ហាញការបង្រៀនចុងក្រោយទាំង3របស់គាត់ទី1គុំសាងសង់ប្រាសាទពីថ្មសង់ប្រាសាទនៃបេះដូងព្រោះវាជារៀងរហូតជំនឿពិតចាប់ផ្ដើមនៅខាងក្នុងទី2នគរស្ថានសួគ៌ស្ថិតនៅក្នុងអ្នកលាក់ទុកក្នុងភាពស្ងៀមស្ងាត់រវាងគំនិតនានាសាត្រាស្លឹករឹតនេះបង្រៀនថាគ្មានស្ថាប័នណាមួយអាចជាម្ចាស់ឬគ្រប់គ្រងសេចក្តីពិតនោះបានឡើយបន្ទាប់មកដោយខ្សឹបខ្សៀវគាត់ផ្ដល់ការព្រមានចុងក្រោយភាពងឹតនឹងមកដល់ហើយវានឹងបំបាក់មុខខ្ញុំយោងតាមសាត្រាស្លឹករឹតការបោកបញ្ឆោតដ៏ធំបំផុតនឹងលេចឡើងក្នុងព្រះនាមព្រះគ្រីស្ទហើយការការពារតែមួយគត់គឺចិត្តដែលភ្ញាក់រើបនិងការស្វែងរកសេចក្តីពិតពីខាងក្នុងដង្ហើមរបស់គាត់យឺតឌីកុនមីកែចាប់ផ្ដើមអធិស្ឋានជាអក្សរហ្គែនៅពេលដែលទៀនរលត់ទៅនៅម៉ោង 3:40 ព្រឹកលោក Ebetheklehonot បានទទួលមរណភាពនៅក្បែរសាត្រាស្លឹករឹតដែលគាត់បានការពារអស់រយៈពេល60ឆ្នាំពួកសិស្សរបស់ទ្រង់បានបន្តពាក្យចុងក្រោយរបស់ទ្រង់យប់នេះអ្នកក៏បានឬពួកគេដែរភាគខាងលិចមានទឹកយើងមានអណ្ដូងទឹកប្រសិនបើការបង្រៀនមួយក្នុងចំណោមការបង្រៀនទាំងនេះបាននិយាយទៅកាន់អ្នកសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចជាផងព្រោះនេះគ្រាន់តែជាការចាប់ផ្ដើមនៃរឿងរ៉ាវដ៏ស៊ីជម្រៅជាងនេះទៅទៀត